ចាសួស្តីអ្នកទាំងអស់គ្នាជួបយើងខ្ញុំកញ្ញាម្ដងទៀតហើយជាមួយនឹងម៉ូតសក់បួងចំនួន4ម៉ូតនៅក្នុងថ្ងៃនេះអញ្ចឹងឥឡូវយើងចូលម្ដងម៉ូតសក់ទី1ដែលម៉ូតសក់ទី1នេះគឺយើងចាប់ចងសក់ហើយយើងបត់សក់កំពាក់កណ្ដាលបន្ទាប់ពីបត់សក់ហើយនៅសល់កតុយសក់គឺយើងល្វែងវាចែកជា2ដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់មកយកកតុយសក់ដែលយើងល្វែងទាំងសងខាងហ្នឹងយកមករុំ2ទៅ3ជុំតាមប្រភេទសក់ទាំងអស់គ្នាបើសក់ទាំងអស់គ្នាខ្លីរុំមួយជុំ2គឺវាពេញសក់ហើយតាមភាសាអ្នកទាំងអស់គ្នាវែងអ្នកទាំងអស់គ្នាព្យាយាមរុំធ្វើម៉េចឲ្យអស់ដល់កតុយសក់បន្ទាប់មកចងកតុយសក់ឲ្យបត់ញាត់ចូលទៅក្នុងគុម្ពសក់ដែលយើងបានចងបត់ជា2ហ្នឹងឥឡូវមកសក់ទី1រួចរាល់អញ្ចឹងយើងចូលមកដល់ម៉ូតសក់ទី2ចំពោះម៉ូតសក់ទី2នេះក៏ជាប្រភេទម៉ូតសក់បួងដែរដែលអ្នកទាំងអស់គ្នាគ្រាន់តែចាប់សក់ឡើងបន្ទាប់មកយកដៃអ្នកទាំងអស់គ្នាដាក់នៅពីក្រោមសក់ហើយចាប់ផ្ដើមពត់រវែងសក់ឡើងមកខាងលើដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាចាប់ផ្ដើមរវែងសក់អ្នកទាំងអស់គ្នាចាប់ផ្ដើមបលែងកតុយសក់ម្ដងបន្តិចរហូតដល់តែជុំសក់អស់ហើយបន្ទាប់មកយើងគ្រាន់តែយកស្និតសក់មកដោតដូចនៅក្នុងវីដេអូហ្នឹងគឺរួចជាស្រេចហើយនេះគឺជារីសាម៉ូតសក់ទី2គឺងាយលឿនជាងម៉ូតសក់ទី1ទៀតដែលប្រើតែស្និតសក់ម្ដងគត់មិនដែរអ្នកទាំងអស់គ្នាសម្រាប់ម៉ូតសក់ទី2នេះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលម្ដងម៉ូតសក់ទី3វិញម្ដងចំពោះម៉ូតសក់ទី3នេះគឺអ្នកទាំងអស់គ្នាចងសក់ឡើងទាំងអស់ហើយសិតឲ្យមានរបៀបរៀបរយផងសិតដើម្បីឲ្យវា clean ស្អាតហើយអ្នកទាំងអស់គ្នាចងវាឡើងទាំងអស់ចាប់ហូតចំណងចងសក់ឲ្យរលុងបន្តិចបន្ទាប់មកលូកដៃចំពាក់កណ្ដាលសក់ហើយចាប់ផ្ដើមប្រមូលសក់ដែលចងហ្នឹងញកពីក្រោមឡើងមកលើតែអ្នកទាំងអស់គ្នាអត់ហូតតែអស់ទេណាហូតតែពាក់កណ្ដាលបានហើយដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់ពីហូតពាក់កណ្ដាលហើយចាប់ផ្ដើមបង្វែរសក់មកចំហៀងហើយទាញកតុយសក់បត់ទៅខាងលើបន្ទាប់ពីទាញបត់ទៅខាងលើញកវាឲ្យមានរបៀបហើយយើងយកសក់ដែលយើងបត់ហ្នឹងយកមកគ្របពីលើកតុយសក់ហ្នឹងឲ្យជិតចំណងចងសក់ហើយបន្ទាប់មកគឺយើងយកស្នៀតសក់មកដោតហើយចំពោះស្នៀតសក់គឺយើងដោតខ្ទាស់ចុះទៅដល់ខាងក្រោមបន្ទាប់មកយើងខ្ទាស់ឡើងមកខាងលើវិញបែបនេះទើបស្នៀតសក់ជាប់ល្អប៉ុណ្ណឹងគឺរួចជាការស្រេចនេះជាម៉ូតសក់ទី3មិនដែរអ្នកទាំងអស់គ្នារីសាម៉ូតសក់ទី3នេះគឺមើលទៅ look clean ស្អាតហើយខ្ពស់ស្អាតទៀតអញ្ចឹងឥឡូវយើងចូលមកដល់ម៉ូតសក់ចុងក្រោយគឺម៉ូតសក់ទី4ចំពោះម៉ូតសក់ទី4នេះគឺយើងធ្វើការចងសក់ឡើងទាំងអស់ដែរបន្ទាប់មកគឺយើងបត់ពាក់កណ្ដាលស្តៀងទៅនឹងម៉ូតសក់ទី1ដែរហើយអាសក់បត់ពាក់កណ្ដាលហ្នឹងអ្នកនរគ្នាគឺចងវាឲ្យតឹងបន្តិចមកហើយបន្ទាប់មកយើងយកកតុយសក់ដែលនៅសល់យើងចាប់ផ្ដើមទៅវិញនៅជុំឲ្យបានជុំវិញសក់ដែលយើងបានបត់ហ្នឹងអ្នកទាំងអស់គ្នាព្យាយាមបត់ធ្វើម៉េចឲ្យដល់ចុងសក់ហើយម៉ូតសក់នេះអ្នកទាំងអស់គ្នាគឺយកកតុយសក់យកទៅខ្ទាស់ចូលចំណងចងសក់ដែលយើងបានបត់ចូលទៅក្នុងបត់ចងសក់ពាក់កណ្ដាលហ្នឹងអ្នកទាំងអស់គ្នាបន្ទាប់មកព្យាយាមហែកសក់មិនថាសក់បត់ឬក៏សក់បួងបន្ទប់ពីលើអ្នកទាំងអស់គ្នាព្យាយាមហែកវាធ្វើម៉េចឲ្យឃើញសក់យើងក្រាស់ហើយចំពោះម៉ូតសក់នេះគឺឃើញតែញ៉ៃបែបនេះទៅមើលទៅឃើញស្អាត